បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញ Facebook ជាទីគោរពនិងស្រឡាញ់រាប់អានថ្ងៃនេះផងដែរខ្ញុំបាទមានវីដេអូមួយបង្ហាញជូនបងប្អូនអំពីរបៀបឆែកមើលតម្លៃនិងទិញសំបុត្រយន្តហោះតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រព័ន្ធទូរស័ព្ទដៃ Samsung បាទសម្រាប់បងប្អូនប្រជាពលករពលករនីដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េទាំងអស់ដែលមានបំណងចង់ទៅលេងស្រុកកំណើតឬក៏ចាប់កិច្ចសន្យារយៈពេល4ឆ្នាំ10ខែហើយត្រូវត្រឡប់ទៅស្រុកកំណើតវិញតែមិនដឹងអំពីរបៀបទិញសំបុត្រយន្តហោះក៏ទិញតាមភ្នាក់ងារមួយចំនួនដែលលក់ក្នុងតម្លៃថ្លៃហួសពីការស្មានដែលក្នុងមួយសំបុត្រគេអាចចំណេញពី 10,000 ទៅ 12,000 ដែលយើងហៅថាលក់លើសតម្លៃបាទអញ្ចឹងដើម្បីទិញសំបុត្រយន្តហោះតាមប្រព័ន្ធទូរស័ព្ទដៃ Samsung បានយើងចូលទៅកម្មវិធីមួយរបស់ Samsung ដែលមានឈ្មោះថា Play Store បាទកម្មវិធី Play Store បងប្អូនពិតជាស្គាល់ហើយបាទកន្លែង download យកកម្មវិធីមួយមកប្រើបាទដូចជា KakaoTalk Facebook អញ្ចឹងបាទអញ្ចឹងយើងចូលទៅហ្នឹងបាទហើយយើងជ្រើសរើសក្រុមហ៊ុនមួយដែលយើងត្រូវការបាទអញ្ចឹងខ្ញុំបង្ហាញពីក្រុមហ៊ុនលក់សំបុត្រយន្តហោះ Asiana Airline បាទអញ្ចឹងយើងភាគច្រើនយើងជិះ Asiana Airline ទៅប្រទេសខ្មែរបាទអញ្ចឹងយើងវាយ Asiana មកតែយើងវាយទៅ A មួយវាចេញ Asiana បាទបើវាមិនចេញទេយើងវាយទៅចប់ I អញ្ចឹងណាបាទ AS I វាយទៅចប់មកបាទសម្រាប់បងប្អូនដែលនេះ Asiana មិនដែរខ្ញុំវាយតែ2វាចេញហើយអញ្ចឹងខ្ញុំចុចយកតែម្ដងបាទ Asiana Airline តមកយើងចុចលើវាហើយយើង install បាទលើវាមកបាទយើង install ហើយយើងចុចយកពាក្យ accept មានថាជ្រើសរើសយកវាបាទដូចយើងដោនឡូតកម្មវិធីផ្សេងសូមបញ្ជាក់ផងដែរក្រុមហ៊ុន Asiana Airline លក់តែសំបុត្រ Asiana ទេបាទលក់តែសំបុត្រ Asiana Airline ទេបាទហើយជាក្រុមហ៊ុនមួយដែលលក់សំបុត្ររៀងថោកជាងគេក្នុងប្រទេសកូរ៉េបាទអញ្ចឹងយើងថយមកក្រោយទៀតទៅចាំមានដោនឡូតចប់យើងថយមកក្រោយវិញបាទថយមកក្រោយមកយើងចូលទៅស្វែងរកកម្មវិធីដែលយើងដោនឡូតមិញបាទនេះបាទ Asiana Airline យើងបានហើយបន្តមកវានឹងចាញ់អញ្ចឹងមកនឹងចាំ plate យើងចុចសញ្ញាព្រួញបាទយើងទៅចង់រហូតទៅទាញវាចប់មកបាទនឹងគេបរិយាយពីក្រុមហ៊ុនគេបាទយើងចុចសញ្ញាព្រួញទៅបាទហើយវាអូខេហើយយើងជ្រើសរើសភាសាបាទបើចេះកូរ៉េជ្រើសរើសកូរ៉េបើចេះអង់គ្លេសជ្រើសអង់គ្លេសបាទអានេះវាចេះអង់គ្លេសបាទបើចេះចិនណាបាទអញ្ចឹងយើងចុចកូរ៉េអង់គ្លេសមកធម្មតាយើងខ្មែរយើងគាត់បើអង់គ្លេសជាងភាសាកូរ៉េអញ្ចឹងយើងជ្រើសរើសបាទនេះមានន័យថាទៅក្រៅប្រទេសសម្រាប់អ្នកដែលអត់ចេះអង់គ្លេសចេះកូរ៉េបាទមើលសញ្ញាទៅខ្មែរទៅអីបាទអញ្ចឹងយើងចុចទៅបាទចុចនឹងមកបាទជ្រើសរើសទៅក្រៅប្រទេសបាទបន្ទាប់ពីខាងហ្នឹងមកយើងជ្រើសរើសឲ្យកន្លែងនេះមានន័យថាទៅមកកន្លែងនេះតាមមកទៅយើងមកវិញទេសម្រាប់បងប្អូនចាប់កិច្ចសន្យាបើយើងទៅចុចនេះយើងមានថាទៅយើងមកវិញណាបាទចុចនេះយើងទៅមកអញ្ចឹងយើងជ្រើសរើសទីតាំងដែលយើងទៅចុចនេះទៅយើងទៅពីកូរ៉េអញ្ចឹងយើងចុចលើគេកូរ៉េបាទហើយយើងចេញពី Incheon បាទនេះមក Incheon បាទ Incheon ហើយយើងទៅកម្ពុជាអញ្ចឹងកម្ពុជាវាអត់មានលោតអីហ្នឹងទេយើងចុច South Asia បាទចុចនេះមកព្រោះអីយើងនៅក្នុងភាគអាស៊ីអាគ្នេយ៍អញ្ចឹងយើងចុចមកឃើញមកមានភ្នំពេញហើយបាទភ្នំពេញហើយយើងទៅថ្ងៃណាបាទជ្រើសថ្ងៃទៅឧទាហរណ៍ថ្ងៃទី12ខែ9ចុះបាទថ្ងៃសៅរ៍បាទថ្ងៃសៅរ៍12ខែ9មកវិញបាទមកវិញថ្ងៃម៉ាន12ខែ10មួយខែចុះបាទតែថ្ងៃទៅបងប្អូនអាចជ្រើសរើសថ្ងៃទៅថ្ងៃណាថោកបងប្អូនទៅថ្ងៃនោះទៅបងប្អូនឆែកអាចឆែកទៅខ្លួនឯងបានថ្ងៃណាថោកទៅថ្ងៃនោះបាទសូមជម្រាបផងដែរសម្បត្តិយន្តហោះខុសគ្នាមួយថ្ងៃអាចខុសគ្នាដល់7-10ម៉ឺនបាទយើងចុច next បាទចុច next បាទហើយយើង confirm បើភាសាកូរ៉េវាចេញភាសាកូរ៉េមកយើងចុចតាមសញ្ញាព្រួញបាទ confirm បាទទីមកតម្លៃវាបាទ 43,200 បាទ 43,200 បាទក្នុងតម្លៃនេះផងដែរប្រសិនបើយើងទិញវាអាចលើសនឹងតិចតួចបាទតែវាមិនអាចលើសដល់ 3-4,000 ទេបាទលើស 10,000 នេះបាទវាកាត់ពួនកាត់អីទៅបាទក្នុងតម្លៃនេះយើងអាចជ្រើសរើសយើងយកតម្លៃថ្លៃអានេះវាថ្លៃបាទថោកជាងគេនៅខាងលើបាទអញ្ចឹងបាទយើងអាចជ្រើសរើសបានសម្រាប់បងប្អូនដែលចង់ទៅលេងខ្មែរយើងជ្រើសរើសថ្ងៃទៅបានបាទហើយតម្លៃ
នៅខែ12ថ្ងៃទី12ខែ9នេះ43,000ជាងបាទចឹងសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះបាទហើយក៏សូមឲ្យបងប្អូនពិនិត្យមើលភ្នាក់ងារណាដែលលក់សម្បត្តិយន្តហោះថោកបាទបងប្អូនអាចជឿជាក់បានសូមបងប្អូនជ្រើសរើសភ្នាក់ងារនោះចុះហើយភ្នាក់ងារមួយចំនួនដែលលក់សម្បត្តិថ្លៃបងប្អូនគួរពិចារណាផងបាទព្រោះឲ្យយើងខ្មែរគ្នាបាទនេះជាវីដេអូរបស់ខ្ញុំហើយសម្រាប់បងប្អូនដែលមានចម្ងល់ថាតើត្រូវទិញយ៉ាងម៉េចអាចតាក់ទងមកលេខខ្ញុំបានតាមរយៈ010បាទ34935778បាទព្រោះវីដេអូនេះវាវែងពេកអញ្ចឹងខ្ញុំមិនអាចបង្ហាញពីរបៀបទិញបានបាទរបៀបទិញវាជាង1ម៉ោងបាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយម្ដងទៀតបាទសូមអរគុណបាទសូមជម្រាបលា